សួស្តីជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងគួរសារមកធ្វើដំណើរទៅស្រុកថៃទៀតហើយទៅរឿងនេះមុនទៅដល់ស្រុកថៃគឺយើងត្រូវដើម្បីប្រកបភាពងាយស្រួលគឺយើងត្រូវបំពេញតាមអនឡាញជាមុនសិនទៅដើម្បីការបំពេញបែបបត់ហ្នឹងគឺយើងមាន website របស់ខាងគេហ្នឹងយើងអាចបំពេញតាមអនឡាញហើយទៅដើម្បីងាយស្រួលទៅដល់ស្រុកថៃណាហើយក្នុងនេះខ្ញុំបានដាក់តាម website ខ្ញុំបានដាក់ក្នុងវីដេអូរបស់ខ្ញុំនេះបងប្អូនអាចឆែកមើលតាមហ្នឹងទៅហើយបន្ទាប់មកបងប្អូនចុចទៅតាម website ដែលមានសញ្ញានេះខ្ញុំដាក់ខាងក្នុងហ្នឹងចូលទៅបំពេញនៅក្នុងហ្នឹងហើយដល់អ្វីដែលបងប្អូនត្រូវត្រៀមមានតែ passport ហើយនឹងសម្បត្តិបងប្អូនថាទៅតាមអីទៅតាមឡានឬក៏ទៅតាមយន្តហោះហើយបំពេញឲ្យបានទាំង arrival ហើយនឹងឡើងមកវិញមកគឺជាការរៀបរាប់ស្រាប់ហើយដល់ពេលបងប្អូនបំពេញរៀបរាប់ហើយដាក់ email បងប្អូនហើយវានឹងលោតផ្ញើមកចូល email បងប្អូននេះជាប្រភេទចេះហើយចាំបងប្អូនគាត់ទៅសេទុករួចជាការស្រេចតើពេលបងប្អូនមកសេទុករៀបរាប់ហើយពេលទៅដល់ប្រធានស្រុកគេនឹងសួររកហ្នឹងគេនឹង scan QR code ដើម្បីតែបងប្អូនបានពេញនៅក្នុង website របស់គេហ្នឹងឥឡូវនេះមួយភាសាដល់ពេលទៅឡើងយន្តហោះហើយយើងធ្វើដំណើរចូលទៅតាមយន្តហោះអស់តែឡើងយន្តហោះជើងណាក៏ដោយងុយតែដេញមិនដឹងមិនហើយបិទភ្នែកតាមមួយភាំងសោះងើបមកវិញដល់ល្មមពេលនេះយើងបានមកដល់ហើយឥឡូវយើងចេញពីយន្តហោះដើម្បីធ្វើដំណើរទៅឲ្យ passport ចូលស្រុកគេដែលយើងដើរតាមផ្លាកនៅ arrival ហើយយើងដើរតាមផ្លាក arrival រហូតទៅដល់កន្លែងច្រកដែលគេត្រួតពិនិត្យ passport យើងបន្ទាប់ពីបានគេវាយ passport ចូលស្រុកគេហើយក៏ត្រួតពិនិត្យឯកសាររៀបរាប់ហើយយើងត្រូវដើរទៅយកកាបូបរបស់យើងដែលយើងបានឃើញនៅ19នៅពេលដែលយើងចេញពីផ្លូវយន្តហោះមកហ្នឹងគេយើងបានឃើញទៅវ៉ាលីមិនហ្នឹងទៅហើយរងចាំមកផ្លែទៅហើយយកវ៉ាលីហើយយើងដើរទៅរកច្រកនៅខាងក្រៅអរគុណសម្រាប់ការតាមដានទស្សនារបស់បងប្អូនសូមជម្រាបលានិងជួបគ្នានៅវីដេអូក្រោយបាយបាយ